ខ្ញុំបាទសូមអនុញ្ញាតបនកាយគោរពស្វាគមន៍នឹងជម្រាបសួរប្រិយមិត្តសាជាថ្មីកម្មវិធីព័ត៌មានប្រចាំថ្ងៃវិលមកបំរើអារម្មណ៍ពុកម៉ែបងប្អូនម្ដងទៀតដោយពំនាំយកខ្លឹមសារថ្មីពីចំណុចមកចែកជូនខ្លឹមសារទី1មានចំណងជើងថាស្គាល់មុខតែមិនស្គាល់ចិត្តដែលជាខ្លឹមសាររបស់លោកស្រីត្រីដេណាប្រិយមិត្តពាក់ព័ន្ធទៅនឹងអត្ថបទទី2មានចំណងជើងថាខ្ញុំមិនដែលខ្លាចម្ដងណាទេដែលជាខ្លឹមសាររបស់លោកធឿនធីរ៉ាប្រិយមិត្តជាទីមេត្រីលើបណ្ដាញសង្គមកាលពីម្សិលមិញបាទពាក់ព័ន្ធទៅនឹងការ live ផ្ទាល់របស់លោកស្រីធីរ៉ាណាបងប្អូនដឹងហើយគាត់អាខានបាទឡើងមកជួបបងប្អូនលើបណ្ដាញសង្គមក្នុងเพจផ្លូវការរបស់គាត់មួយរយៈពេលបាទយូរដែរដោយសារតែប៉ះទង្គិចផ្លូវចិត្តការរឿងរ៉ាវសាច់ជាបងប្អូនគាត់ដែលជួបការលំបាករហូតដល់បងប្អូនយើងប្រៀបធៀបហើយសង្កត់ធ្ងន់មកលើលោកស្រីថាអត់ជួយអត់អីឡាក់ហ្នឹងទៅណាប្រិមិត្តហើយមានមតិមួយចំនួនទៀតដែលរិះគន់ជន់ពន្លិចឬក៏មើងងាយមើលថោកហើយលោកស្រីបញ្ជាក់ថាអ្វីដែលលោកស្រីប៉ះពាល់អារម្មណ៍នោះគឺមានធាតុផ្សំច្រើនយ៉ាងគឺបញ្ហាបាទតំណែងតំណងរវាងគាត់ជាមួយនឹងតំណាងចែកចាយនឹងអ្នករាប់អានហ្វេននឹងសាច់ញាតិបងប្អូនបាទគូផ្សំគ្នាតាមពិតរឿងនឹងទូចទេប៉ុន្តែគូផ្សំតិចទេវាទៅជាបញ្ហាដែលធ្វើឲ្យគាត់ប៉ះទង្គិចផ្លូវចិត្តហើយរឿងតំណាងចែកចាយលោកស្រីបញ្ជាក់ថាគាត់ធ្លាប់ផ្ដល់ទំនុកចិត្តបាទធ្លាប់លោកអឿនជាមួយគ្នារកស៊ីសហការគ្នារហូតដល់គេបែកផ្លូវរកស៊ីកន្លែងផ្សេងដោយអត់បានប្រាប់ឬក៏បង្កើតជាធីមបាទដើម្បីនិយាយដើមគាត់ឡាក់ហ្នឹងណាហើយរឿងនេះហើយដែលជាចំណុចទី1ដែលលោកស្រីប៉ះអារម្មណ៍ហើយរឿងទី2គឺសាច់ឈាមគាត់បាទបងប្អូនគាត់ដែលជួបបញ្ហាការលំបាកហ្នឹងលើបណ្ដាញសង្គមបងប្អូនដឹងហើយរហូតដល់មានបងប្អូនមួយចំនួនយល់ខុសថាគាត់អត់បានជួយទៅបងប្អូនបាទធ្វើឲ្យបងប្អូនជួបការលំបាកឡើងឡាក់តាមពិតទៅគាត់ជួយបាទច្រើនលើកច្រើនសារហើយបងប្អូនដែលមិនបានដឹងគាត់ចេះវាយប្រហារអញ្ចឹងរឿងដែលធាតុផ្សំនោះដែលធ្វើឲ្យលោកស្រីមានការប៉ះទង្គិចផ្លូវចិត្តខ្លាំងគឺមានធាតុផ្សំអញ្ចឹងនៅប្រិមិត្តហើយខ្លឹមសារនៅក្នុងការ live របស់គាត់កាលពីម្សិលមិញសំដៅទៅលើការសម្គាល់ចិត្តមនុស្សបាទដែលជាអ្នករាប់អានគ្នាជាហ្វេឬក៏ជាសាច់ឈាមណាប្រិមិត្តគឺការសម្គាល់ចិត្តមនុស្សថាអ្នកណាដែលល្អអ្នកណាដែលស្រឡាញ់យើងពិតឬក៏មិនស្រឡាញ់នោះណាប្រិមិត្តយ៉ាងខ្លឹមសាររបស់លោកស្រីគឺគាត់ផ្ដោតទៅលើការសម្គាល់ចិត្តមនុស្សដែលយើងស្គាល់មុខតែមិនស្គាល់ចិត្តណាប្រិមិត្តលោកស្រីសង្កត់ធ្ងន់ថាអ្វីដែលលោកស្រីជួបនៅបញ្ហាកន្លងមកដោយបងប្អូនដឹងហើយរហូតដល់គាត់សម្រេចចិត្តសរសេរ caption ថាមិនចង់រស់នោះណាអញ្ចឹងលោកស្រីការរឿងហ្នឹងមកគឺគាត់សម្គាល់ឃើញបាទថាអ្នកណាដែលល្អពិតឬមិនពិតការសម្គាល់ចិត្តមនុស្សណាប្រិមិត្តលោកស្រីលើកឡើងបាទពាក់ព័ន្ធទៅនឹងតំណាងចែកចាយក៏ដូចជាអ្នករាប់អានចិត្តស្និទ្ធឬក៏ហ្វេនបាទមួយចំនួនទូចបាទដែលធ្លាប់លោកអឿនដែលលោកស្រីធ្លាប់តែផ្ដាល់ទំនុកចិត្តនៅពេលដែលលោកស្រីជួបបញ្ហាគឺស្ងាត់ឈឹងគាត់បញ្ជាក់ថាអញ្ចឹងស្ងាត់ឈឹងបាទមានណាឆាតមកសួរថាយ៉ាងម៉េចហើយបាទជួយផ្ដាល់កម្លាំងចិត្តឡាក់គឺថាអត់ទេប៉ុន្តែមានបងប្អូនមួយចំនួនបាទមួយចំនួនដែលលោកស្រីមិនធ្លាប់តាក់ទងសោះបែរជាឆាតចូលបាទសួរសុខទុក្ខយ៉ាងម៉េចហើយឬក៏លើកទឹកចិត្តឲ្យលោកស្រីរឹងមាំឡើងវិញបាទនឹងលោកស្រីគាត់សរសើរដែរចំពោះបងប្អូនមួយចំនួនដែលមានផេកមានអីយករឿងគាត់ទៅផ្សព្វផ្សាយហើយឈរខាងគាត់ណាដើម្បីលើកកម្លាំងចិត្តណាប្រិមិត្តអញ្ចឹងគាត់សូមសរសើរហើយអរគុណច្រើនសម្រាប់បងប្អូនដែលយកចិត្តទុកដាក់នៅគោរពស្រឡាញ់គាត់ហើយអ្វីដែលលោកស្រីអន់សុពន្ធចិត្តបាទគឺសំដៅទៅលើបាទតំណាងចែកចាយមួយភាគដែលអ្នកខ្លះជាតំណាងចែកចាយធំផងតូចផងគេថាចែកផ្លូវគ្នាដែរបាទលែងរវីរវល់លែងយកចិត្តទុកដាក់នៅពេលដែលលោកស្រីជួបបញ្ហាអញ្ចឹងគឺថាស្ងាត់ឈឹងចឹងលោកស្រីគាត់រៀងអន់សុពន្ធចិត្តតិចដែរប៉ុន្តែមិនខឹងសប្បាយធំដុំទេគាត់សម្គាល់ចិត្តមើលថាអ្នកណាដែលស្រឡាញ់យើងពិតឬមិនពិតអញ្ចឹងណាប្រិមិត្តនៅក្នុងខ្លឹមសារដែលគាត់ live ម្សិលមិញហ្នឹងអញ្ចឹងគាត់មិនមានអ្វីវែងឆ្ងាយទេគាត់សនុំពោថាបើសិនជាមានផ្លូវដើរផ្សេងហើយកុំបង្កើតធីមនិយាយដើមគាត់អីព្រោះគាត់អត់មានដើមឲ្យនិយាយទេហើយបើគេដើរផ្លូវណាដែលជោគជ័យហ្នឹងគឺគាត់ជួយត្រេកអរតែប៉ុណ្្នឹងទេប្រិមិត្តយ៉ាងគាត់ទុកឱកាសឲ្យគេជ្រើសរើសផ្លូវដើរចោះគាត់អត់បង្ខិតបង្ខំអីទេនឹងខ្លឹមសារដែលលោកស្រីលើកឡើងក្នុងការ live ម្សិលមិញបាទប្រិមិត្តជាទីមេត្រីពាក់ព័ន្ធទៅនឹងរឿងហ្នឹងបាទគឺរឿងសម្គាល់ចិត្តមនុស្សយើងស្គាល់មុខមិនស្គាល់ចិត្តណាប្រិមិត្តមែនតើទៅមុននឹងយើងផ្ដាល់ទំនុកចិត្តឲ្យណាម្នាក់គួរតែសម្លឹងឲ្យបានវែងឆ្ងាយព្រោះថាមនុស្សយើងជួនកាលការនិយាយផ្សេងការប្រព្រឹត្តវាផ្សឹងអញ្ចឹងមនុស្សដែលល្អស្រឡាញ់យើងពិតនោះណាគឺនៅមុខយើងក៏ល្អនៅក្រោយខ្នងយើងក៏ល្អហើយល្អជាមួយយើងផងល្អជាមួយអ្នកដទៃផងអាហ្នឹងគឺអ្នកដែលស្រឡាញ់យើងពិតហើយគឺគាត់នៅឈរខាងយើងរហូតទៅបីនៅឆ្ងាយពីយើងក៏ដោយគឺគាត់នៅតែរក្សាចំហស្រឡាញ់យើងការពារយើងនៅក្នុងលក្ខខណ្ឌមួយដែលគាត់ឈរខាងយើងប៉ុន្តែអ្នកដែលគេល្អតាមមួយផ្លែឬក៏មានសម្លឹងឃើញផលប្រយោជន៍នោះគេល្អតាមមុខទេនៅក្រោយខ្នងគឺគេគិតគូរផ្សេងគេថាពាក្យអញ្ចេះតែប្រព្រឹត្តអញ្ចោះបាទនិយាយផ្សេងក្នុងចិត្តនោះវាផ្សឹងណាប្រិមិត្តចឹងមុននឹងយើងផ្ដល់ទំនុកចិត្តឬជឿជាក់នរណាម្នាក់
ដោយ 100% នោះគួរតែសម្លឹងឲ្យបានវែងឆ្ងាយព្រោះពេលយូរបន្តិចណាប្រិមិត្តកុំឲ្យប៉ះពាល់ប្រយោជន៍ឬក៏ការខកខានចិត្តគេថារំពឹងទុកខ្លាំងខកចិត្តក៏ខ្លាំងដែរណាប្រិមិត្តអញ្ចឹងខ្លឹមសារដែលខ្ញុំដាក់ចំណងជើងថាស្គាល់មុខគឺមិនស្គាល់ចិត្តសំដៅទៅលើខ្លឹមសាររបស់លោកស្រីទីរណាដែលគាត់បង្ហាញអំពីការសម្គាល់ចិត្តមនុស្សដែលធ្លាប់រាប់អានគ្នាបាទឲ្យបានដឹងថានរណាម្នាក់ដែលស្រឡាញ់យើងពិតឬក៏ខ្លែងខ្លាយណាប្រិមិត្តចាខ្លឹមសារគាត់មានប៉ុណ្ណឹងសម្រាប់ការ live ម្សិលមិញឥឡូវយើងបានអារម្មណ៍ទាំងអស់គ្នាមកតាមដានស្ដាប់ខ្លឹមសារបន្តដែលមានចំណងជើងថាអត់ដែលខ្លាចម្ដងណាទេបាទក្រោយពេលដែលធឿនធារាធ្វើការប្រកួតកាលពីថ្ងៃ28ខែមិនិនា2025នៅមុខសន្តាគារសុខានៅទឹកដីសៀមរាបនៅប្រិមិត្តបងប្អូនដឹងហើយលទ្ធផលគឺកីឡាករធឿនធារាឈ្នះកីឡាករ Mark Cruz ដោយពិន្ទុនៅប្រិមិត្តយ៉ាងជារឿងដែលមោទនភាពសម្រាប់កម្ពុជាយើងមានន័យថាថ្វីដៃល្បិចក្បាច់គុណនឹងការតស៊ូយ៉ាងមុតមមសម្រាប់គុណខ្មែររបស់យើងគឺថាគួរមោទនភាពដែលយើងដណ្ដើមជ័យជំនះហើយកីឡាករបរទេសដែលគាត់មកប្រកួតជាមួយយើងគឺគាត់បានដឹងអំពីថ្វីដៃរបស់យើងហើយយ៉ាងគុណខ្មែរគឺថាអត់អន់ទេយ៉ាងបងប្អូនគួរយល់ជ្រាបនឹងមោទនភាពហើយកីឡាករបរទេសប្រកាសជាយកបាទវប្បធម៌អរិយធម៌បន្ទាប់ពីគាត់ស្នាក់នៅទឹកដីយើងមួយរយៈយកទៅផ្សព្វផ្សាយនៅប្រទេសរបស់គាត់លើឆាកអន្តរជាតិឲ្យគេបានស្គាល់អំពីបាទប្រសិទ្ធភាពនិងថ្វីដៃនឹងការតស៊ូយ៉ាងមុតមមរបស់គុណខ្មែរដូចជាកីឡាករយើងនោះណាប្រិមិត្តឲ្យប្រទេសគាត់បានស្គាល់ហើយពីវប្បធម៌អរិយធម៌និងក្បាច់គុណរបស់យើងអញ្ចឹងនេះជាមោទនភាពមួយណាប្រិមិត្តប៉ុន្តែអ្វីពាក់ព័ន្ធទៅនឹងចំណងជើងដែលខ្ញុំដាក់ថាមិនដែលខ្លាចម្ដងណាទេក្រោយពេលដែលធឿនធារាប្រកួតហើយថ្មីនេះគាត់សរសេរ caption លើបណ្ដាញសង្គមនៅក្នុង page ផ្លូវការរបស់គាត់បាទពាក់ព័ន្ធទៅនឹងការបំពេញបំណងរបស់មហាជនដែលជាអ្នកគ្រប់គ្រងថាគាត់អត់ដែលខ្លាចម្ដងណាទេចំពោះឋានន្តឆៃដែលបងប្អូនមួយចំនួនគិតថាគាត់ខ្លាចបាទកីឡាករឋានន្តឆៃនោះណាប្រិមិត្តតាមពិតធឿនធារាគាត់ចេញមកបញ្ជាក់ថាគាត់អត់ដែលខ្លាចម្ដងណាទេយ៉ាងគាត់អាចជួបឋានន្តឆៃជាលើកទី2នៅថ្ងៃណាក៏បានដែរអាស្រ័យទៅលើគណៈកម្មការរៀបចំការប្រកួតយ៉ាងលោកធឿនធារាគាត់ត្រៀមចិត្តត្រៀមកាយត្រៀមកម្លាំងបាទដើម្បីប្រកួតជាមួយដណ្ដើមយកជ័យជំនះបាទបង្ហាញស្នាដៃឲ្យបងប្អូនយើងជាអ្នកគ្រប់គ្រងបាទកុំឲ្យខកបំណងថាគិតថាធឿនធារាប្រហែលខ្លាចឋានន្តឆៃអត់ខ្លាចទេយ៉ាងសំគាត់ចេញមកបញ្ជាក់សារជាថ្មីក្រោយពេលប្រកួតជ័យជំនះលើគូប្រកួតដែលមានឈ្មោះថា Mark Cruz បាទកាលពីថ្ងៃ28ខែមីនាកន្លងទៅគាត់នៅតែលើកមកបញ្ជាក់សារជាថ្មីអញ្ចឹងសង្ឃឹមថានៅពេលខ្លីខាងមុខធឿនធារានឹងបានជួបឋានន្តឆៃជាលើកទី2ដើម្បីបំពេញបំណងដល់បងប្អូនជាអ្នកគ្រប់គ្រងវិស័យកីឡាជាពិសេសគឺធឿនធារាតែម្ដងណាប្រិមិត្តអញ្ចឹងសង្ឃឹមជឿជាក់ថាពេលខាងមុខយ៉ាងខ្លីបាទអត់វែងទេបងប្អូននឹងអាចបាទមានអ្វីល្អៗសម្រាប់បំពេញបំណងទៀតបាទនៅពាក់ព័ន្ធវិស័យកីឡាផ្ដាល់អញ្ចឹងខ្លឹមសារសម្រាប់ថ្ងៃនេះគឺមានប៉ុណ្ណឹងហើយខ្ញុំបាទក៏សូមបញ្ចប់ហើយគោរពជូនពរបងប្អូនទាំងអស់ជួបតែសុខចម្រើនបន្ទាប់ពីតាមដានស្ដាប់ខ្លឹមសារទាំងពីរតាំងពីដើមរហូតដល់ចប់បាទឲ្យសុខចម្រើនទាំងអស់គ្នាជាពិសេសគឺកីឡាករគ្រប់រូបឲ្យខិតខំថែរក្សាសុខភាពនិងខំប្រឹងវឹកហាត់យ៉ាងណាឲ្យមានធម៌ពលខ្លាំងដើម្បីប្រកួតនៅលើឆាកជាតិនិងអន្តរជាតិទទួលជ័យជំនះជូនជាតិមាតុភូមិរបស់យើងហើយនិយាយជារួមដែលឡែកគឺក្រុមគ្រួសាររបស់លោកស្រីធីរណាក៏សូមប្រកបតែសុខនិងចម្រើនតរៀងទៅដើម្បីរួមចំណែកកសាងជាតិមាតុភូមិរបស់យើងបន្តទៀតនៅប្រិមិត្តហើយកុំមកឆ្កងបើសិនកាត់មានក៏សូមប្រិមិត្តអធិស្ឋាននិងចូលរួមជាមតិយោបល់មកខ្ញុំបាទទទួលយកមកកែលម្អដោយក្តីរីករាយបំផុតបាទសង្ឃឹមជឿជាក់ថាបងប្អូននឹងបន្តគ្រប់គ្រងនៅ channel របស់ខ្ញុំបាទនៅថ្ងៃស្អែកនឹងមានខ្លឹមសារថ្មីលើកយកមកចែកជូនបន្តគ្រាន់តែចុច Subscribe និងរូបបណ្ដឹងម្នាក់មួយបាទអរគុណវេលាចុងក្រោយខ្ញុំបាទសូមគោរពលាសន្យាថាវិលមកជួបបងប្អូននៅថ្ងៃស្អែកអរគុណ